ការសម្រាប់របស់ខ្ញុំគឺជាការមើលមេរៀនប្រវត្តិវិទ្យាឬក៏ការស្ដាប់មេរៀនប្រវត្តិវិទ្យាតាម YouTube តាមការ record របស់ខ្ញុំជាដើមមកទៀតគឺម៉ោង3ដល់ម៉ោង4គឺខ្ញុំប្រឡងគីមីម្ដងហើយថាខ្ញុំទុកចន្លោះ1ម៉ោងដើម្បីប្រឡងម្ដងទៀតហើយធ្វើខ្លួនដូចជាពេលដែលកំពុងតែប្រឡងមែនតើអញ្ចឹងដែលការធ្វើការប្រឡងម្ដងសម្រាប់បន្តិចហើយប្រឡងម្ដងទៀតចឹងទៅពេលប្រឡងមែនតើខ្ញុំអាច reflect ទៅលឿនចឹងតមកទៀតគឺម៉ោងសម្រាប់ដែរដែលការសម្រាប់របស់ខ្ញុំហ្នឹងគឺខ្ញុំទៅមើលវិញ្ញាសាភាសាអង់គ្លេសដោយសារតែខ្ញុំប្រឡងភាសាអង់គ្លេសចឹងខ្ញុំទៅមើលវិញ្ញាសាអង់គ្លេសហើយខ្ញុំមើលខ្ញុំអានខ្ញុំព្យាយាមគិតពី grammar ពី vocab អីចឹងណាប៉ុន្តែអាចថាខ្ញុំអត់ធ្វើបកកាយអង់គ្លេសមែនទេចឹងទៅខ្ញុំគ្រាន់តែមើលដើម្បីចំណាំខ្លះដែរហើយបន្តមកទៀតគឺម៉ោង5ដល់ម៉ោង6ល្ងាចខ្ញុំមើលមេរៀនជីវៈម្ដងទៀតដល់ពេលមើលមេរៀនជីវៈម្ដងទៀតហ្នឹងគឺខ្ញុំមើលយកចាំតែម្ដងដោយសារតែពេលព្រឹកខ្ញុំបានមើលមេរៀនជីវៈម្ដងហើយអញ្ចឹងពេលល្ងាចហ្នឹងខ្ញុំមើលម្ដងទៀតហើយខ្ញុំព្យាយាមតែញឲ្យចាំប៉ុន្តែមុននឹងខ្ញុំមើលហ្នឹងខ្ញុំព្យាយាមនិយាយមេរៀនដែលខ្ញុំបានតែញព្រឹកមិញថាតើខ្ញុំបានអានមេរៀនព្រឹកមិញហ្នឹងខ្ញុំចាំបានមែនអញ្ចឹងបើសិនជាខ្ញុំចាំបានទាំងអស់អូខេខ្ញុំគ្រាន់តែអានម្ដងឬក៏2ដងទៀតគឺខ្ញុំឈប់ហើយប៉ុន្តែក្នុងករណីថាខ្ញុំអត់ចាំទេគឺខ្ញុំសឹងតែផ្លិចសឹងទៅទាំងអស់ហ្មងអញ្ចឹងខ្ញុំគឺទៅទិញម្ដងទៀតយកមេរៀនដែលខ្ញុំមើលព្រឹកមិញហ្នឹងយកមកទិញម្ដងទៀតរហូតទៅតែចាំហ្មងទៅតែចាំហើយខ្ញុំឈប់ភ្លាមហ្មងអាចថាចំណាយពេល1ម៉ោងក្នុងមួយមេរៀនគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំដោយសារតែយើងរៀនតាំងពីដើមឆ្នាំមកអញ្ចឹងក្នុងរយៈពេល1ខែមុនប្រឡងនេះគឺគ្រាន់តែជាការរំលឹកទេប៉ុន្តែការរំលឹកគឺរំលឹកដើម្បីចាំតែម្ដងអញ្ចឹងតពីការមើលមេរៀនជីវៈគឺម៉ោង6ដល់ម៉ោង7យប់គឺខ្ញុំចាប់ផ្ដើមធ្វើលំហាត់គីមីហើយនឹងមើលលំហាត់គីមីក្នុងពាក្យដែលខ្ញុំនិយាយថាមើលលំហាត់គីមីហ្នឹងតែខ្ញុំមើលមិនមើលលំហាត់គីមីត្រង់កន្លែងហ្នឹងមានន័យថាខ្ញុំអត់ទៅសរសេរដំណោះស្រាយគីមីមកវិញទេដោយសារតែខ្ញុំបានប្រឡងគីមីរួចហើយអញ្ចឹងពេលហ្នឹងគឺខ្ញុំយកសៀវភៅពីខាងក្រៅឬក៏សៀវភៅនៅក្នុងfile នៅក្នុងឯកសារផ្សេងទៅលំហាត់នៅក្នុងសៀវភៅពុំគឺយកមកមើលគឺ scan លំហាត់ហើយដោះស្រាយលំហាត់នឹងប៉ុន្តែខ្ញុំអត់បានទៅសេនៅលើកណ្ដាលអីទេដោយសារតែការទៅសេនៅលើកណ្ដាលថាវាខាត់ពេលក្នុងករណីថាខ្ញុំមើលលំហាត់នឹងដំណើរផ្លូវនៃការដោះស្រាយរបស់ខ្ញុំគឺខុសពីក្នុងសៀវភៅពុំនឹងឬក៏នៅក្នុងសៀវភៅកំណែណាមួយចឹងទៅខ្ញុំព្យាយាមយកគំនិតពីរហ្នឹងប្រៀបធៀបមើលថាតើគំនិតមួយណាដែលខ្ញុំអាចទៅសេពេលប្រឡងទៅបានបន្ទុកល្អហើយបានបន្ទុក perfect អត់មានកន្លែងដែលទាស់តែម្ដងចឹងខ្ញុំព្យាយាមរកដំណោះស្រាយមួយដែលសមស្របនឹងខ្លួនខ្ញុំនិងពេលវេលានៃការប្រឡងផងដែរងាយគឺខ្ញុំចាប់ផ្ដើមពីម៉ោង7ដល់ម៉ោង8ដែលនៅចន្លោះពេលហ្នឹងក៏ជាម៉ោង dinner time ខ្ញុំដែរអញ្ចឹងខ្ញុំយកពេលហ្នឹងដើម្បីប្រឡងរូបវិទ្យាដោយសារតែប្រឡងរូបវិទ្យាគឺងាយស្រួលសម្រាប់ខ្ញុំហើយមើលទៅលំហាត់វា pattern ត្រៃពីឆ្នាំចាស់ពេលប្រឡងទាំង3មុខវិជ្ជាហ្នឹងគឺខ្ញុំប្រើកណាស់ប្រឡងបាក់ឌុបតែម្ដងអាចថាខ្ញុំព្យាយាមសម្របខ្លួនទៅនឹងការប្រឡងតាំងពីមួយខែមុននោះអូខេតមកទៀតគឺម៉ោង8ដល់ម៉ោង10ពីម៉ោង8ដល់ម៉ោង10ហ្នឹងគឺខ្ញុំមើលលំហាត់គណិតវិទ្យាម្ដងតែមើលលំហាត់គណិតវិទ្យាហ្នឹងក៏ខ្ញុំព្យាយាមមើលលំហាត់ណាដែលពិបាកជាពិសេសគឺនៅក្នុងសៀវភៅពុំក្រសួងនិងសៀវភៅដែលក្រសួងបោះពុំមកគឺខ្ញុំព្យាយាមទៅរកមើលលំហាត់ដែលពិបាកហើយខ្ញុំព្យាយាមមើលឲ្យយល់មើលឲ្យចាំមើលឲ្យដឹងពីដំណើរនៃការដោះស្រាយរបស់វាពីម៉ានដំណាក់ទៅម៉ានដំណាក់ប៉ុន្តែអាចថាខ្ញុំអត់ប្រើពេលដល់2ម៉ោងទេដោយសារតែការមើលលំហាត់បើយើងមើលយូរពេក
អាចនឹងធ្វើឲ្យយើងធន់អញ្ចឹងទៅខ្ញុំប្រើពេលដែលសមស្របដែលខ្ញុំអាចមើលលំហាត់នឹងចប់ហើយខ្ញុំចាប់ផ្ដើមទៅសេម្ដងទៅសេពីលំហាត់ពិបាកនឹងទៅសេដំណោះស្រាយរបស់វារហូតដល់អស់ម៉ោងត្រឹមម៉ោង 10 ហ្នឹងអញ្ចឹងការ self study របស់ខ្ញុំ schedule self study របស់ខ្ញុំគឺអស់ហើយគឺខ្ញុំមានតែប៉ុណ្្នឹងឯងប៉ុន្តែអីដែលសំខាន់ខ្ញុំចង់ឲ្យអ្នកនរគ្នាដឹងទៀតនោះគឺទី1គឺការ record សំឡេងការអានសំណួរចម្លើយសម្រាប់មុខវិជ្ជាប្រវត្តិវិទ្យាគឺខ្ញុំ recommend ខ្លាំងមែនតើដោយសារតែខ្ញុំជាមនុស្សដែលអត់ប៉ាកែទិញមេរៀនឯងអញ្ចឹងខ្ញុំក៏ព្យាយាមរកវិធីណាដើម្បីឲ្យខ្លួនឯងងាយចាំងាយយល់មេរៀនហ្នឹងអញ្ចឹងខ្ញុំប្រៀបធៀបជាមួយនឹងការស្ដាប់ចម្រៀងដែលការស្ដាប់ចម្រៀងហ្នឹងគឺស្ដាប់តែម្ដងឯងគឺធ្វើឲ្យយើងចេះច្រៀងឯងអញ្ចឹងទៅក៏ខ្ញុំព្យាយាមrecord សំឡេងខ្លួនឯងហើយrecord ទាំងសំណួរ record ទាំងចម្លើយនិយាយតគ្នារហូតប៉ុន្តែនិយាយតគ្នាហ្នឹងគឺតាមមេរៀនឯងជាលក្ខណៈមេរៀនណាមេរៀនដូចមេរៀនទី1អញ្ចឹងមានសំណួរមែនមានចម្លើយមែនខ្ញុំនិយាយមកទាំងអស់អញ្ចឹងដល់មេរៀនមួយទៀតបើខ្ញុំ record ថ្មីម្ដងទៀតអូខេតែខ្ញុំធ្វើការ record ហ្នឹងគឺទៅលើតែមុខវិជ្ជាប្រវត្តិវិទ្យាដោយសារតែសំណួរគឺវែងខ្លាំងមែនតើបើអង្គុយទៅសេតទៅចាំគឺអត់អាចតន់ទេមួយខែមុនប្រឡងហ្នឹងហើយមួយខែមុនប្រឡងហ្នឹងហើយបុកមើលប្រវត្តិវិទ្យាដើម្បីឲ្យចាំមេរៀនហើយអត់ងាយភ្លេចទៅវិញនៅពេលប្រឡងនៅពេលភ័យនៅពេលអីគឺអត់ភ្លេចទៅវិញទេអញ្ចឹងយើង record ស្ដាប់ទៅអញ្ចឹងចំណុចមួយទៀតគឺការយកចិត្តទុកដាក់នៅពេលដែលយើងរៀនខ្លួនឯងយើងភ័យច្រើនគិតថាការរៀនខ្លួនឯងឲ្យតែរៀនទៅគឺបានហើយប៉ុន្តែអត់ទេបើសិនជាយើងរៀនបដាចុចទូរស័ព្ទបដារៀនបដាមើល Facebook បដាមើល TikTok បដាគឺអត់ទៅមុខទេរៀនមកគឺភ្លេចក្រោយហើយការយកចិត្តទុកដាក់ត្រង់នេះគឺមានន័យថាយើង focus រៀនគឺរៀនប្រឡងគឺប្រឡងធ្វើអីគឺដឹងថាខ្លួនឯងធ្វើនឹងដឹងពីកំហុសខ្លួនឯងស្គាល់ខ្លួនឯងឲ្យច្បាស់នេះគឺជាការយកចិត្តទុកដាក់នៅពេលរៀនសម្រាប់ខ្ញុំហើយខ្ញុំចង់ចែកម្លែកទៅអ្នកនរគ្នាដែរដើម្បីកុំឲ្យថាខ្ញុំរៀនដែរប៉ុន្តែមិនក៏ខ្ញុំរៀនមកភ្លេចក្រោយមិនក៏ខ្ញុំអត់ប្រកែដូចគេនេះគឺជាចំណុចដែលទូចមួយប៉ុន្តែវារូនអីដែលយើងបានរៀនទាំងអស់ហ្នឹងណាវាបំផ្លាញពេលវេលាដែលយើងរៀនចំណុចចុងក្រោយគឺខ្ញុំចង់ប្រាប់ថាអ្នកនរគ្នាមិនបាច់ខ្វល់ពីថ្ងៃដែលយើងត្រូវប្រឡងនេះសោះមួយថ្ងៃទៀតទេប៉ុន្តែអីដែលអ្នកនរគ្នាត្រូវខ្វល់ខ្វាយជាងគេត្រូវយកចិត្តទុកដាក់ជាងគេនោះគឺថាតើបច្ចុប្បន្នហ្នឹងពេលឥឡូវហ្នឹងថាតើមុខវិជ្ជាអីដែលយើងចេះមុខវិជ្ជាអីដែលយើងអត់ចេះហើយមួយទៀតឧទាហរណ៍ថាបើសិនជាយើងត្រូវទៅប្រឡងនៅថ្ងៃស្អែកឬក៏ថ្ងៃហ្នឹងពេលថ្ងៃតែយើងអាចទទួលបាននីតិអ្វីបើសិនជាប្រើសមត្ថភាពយើងបច្ចុប្បន្នហ្នឹងបើសិនជាអ្នកនរគ្នាចង់បាននីតិល្អនីតិ A នីតិ B ប៉ុន្តែនៅពេលដែលអ្នកគ្នាទៅប្រឡងបច្ចុប្បន្នហ្នឹងឧទាហរណ៍ខ្លួនឯងទៅប្រឡងបច្ចុប្បន្នហ្នឹងហ្មងអញ្ចឹងខ្លួនឯងបានធម្មតានីតិ F នីតិ E ប៉ុន្តែអ្នកគ្នាចង់បាននីតិល្អនេះគឺព្យាយាមឲ្យខ្លាំងបានអាចទៅរួចបើសិនជាអ្នកគ្នាអត់ព្យាយាមតទៅមុខទៀតទេគឺអ្នកគ្នាអាចថា maximum អាចត្រឹមបាននីតិ C D អីទេបើសិនជាអ្នកគ្នាអត់ខំតែបើអ្នកខំខ្លាំងតែម្ដងអាចបដូរពីនីតិ C D ទៅជានីតិ A B បានហើយអ្វីកើតឡើងទាំងអស់គឺមកពីពាក្យ possible តែចាំថាបើសិនជាយើងអត់អាចគិតថាវាអាចទៅរួចនោះមានថាវាអាចទៅរួចបានដែរសូម្បីទាំងការគិតរបស់អ្នកគ្នាអញ្ចឹងជំហានដំបូងដើម្បីឲ្យអ្នកគ្នា success គឺ possible គឺពីថា possible គឺអាចទៅរួចតែចាំថាអ្វីគឺអាចទៅរួច
អញ្ចឹងសម្រាប់ការចែករំលែករបស់ខ្ញុំគឺអស់ហើយបើសិនជាអ្នកទាំងគ្នាមានចម្ងល់អីបន្ថែមអាចឆាតសួរខ្ញុំផ្ទាល់បានទាំងនៅក្នុង Telegram Facebook ទាំងការសួរនៅក្នុង NGL អីជាដើមចឹងជាចុងបញ្ចប់សូមអរគុណដែលចំណាយពេលវេលាដ៏មានតម្លៃស្ដាប់នៅការចែករំលែករបស់ខ្ញុំមួយនេះអរគុណច្រើនអ្នកទាំងគ្នា